ចាសួស្តីបងប្អូនថ្ងៃនេះយើងមករៀនទាក់ទងនឹងការជ្រើសរើសរូបភាពឆាតជាមួយនឹងពាក្យដែលគេដាក់ឲ្យយើងអញ្ចឹងវិញ្ញាសាថ្មីនេះរៀងខុសប្លែកពីវិញ្ញាសាចាស់បន្តិចត្រង់ថាវិញ្ញាសាចាស់គេដាក់រូបភាពតែមួយប៉ុន្តែគេឲ្យយើងរើសចម្លើយជាអក្សរមានដល់ទៅ4ចាប៉ុន្តែវិញ្ញាសាថ្មីនៅក្នុងសៀវភៅថ្មីនេះគឺគេដាក់អក្សរឲ្យយើងតែមួយឃ្លាទេប៉ុន្តែឲ្យយើងជ្រើសរើសរូបភាពដែលត្រូវជាមួយនឹងអក្សរពេលខាងលើចាអញ្ចឹងមុនឈានដល់ការជ្រើសរើសរូបភាពឲ្យត្រូវជាមួយពាក្យខាងលើយើងមកមើលពាក្យនៅខាងលើគេនេះថាតើមានអត្ថន័យដូចម្ដេចឬនឹងគេថាតើគេចង់ឲ្យយើងធ្វើដូចម្ដេចចាគេថានៃយងqua Qualche nên cremer corrosivio ចាគឺអត់ខុសតែជាមួយនឹងសំណួរកាលពីคลิปមុនទេចាគេថានៃយងquaអត្ថន័យបន្ទាប់ Qualche nên cremer corrosivio ជ្រើសរើសរូបភាពដែលមានទំនាក់ទំនងជាមួយអត្ថន័យនេះចាអញ្ចឹងអត្ថន័យដែលគេដាក់ឲ្យយើងគេដាក់ថាយោរីឬហាកុយសឹងនីដាចាយោរីនេះបកប្រែថាចំអិនម្ហូបចាយោរីហាដាបកប្រែថាចំអិនម្ហូបរីឯកុយសឹងនីដានេះគឺទម្រង់បកប្រែថាកំពុងចាគឺជាទម្រង់បច្ចុប្បន្នកាលកំពុងបន្តចាអញ្ចឹងគេថាយោរីឬហាកុយសឹងនីដាកំពុងតែចំអិនម្ហូបអញ្ចឹងទាំងអស់គ្នាមកមើលរូបភាពថាតើរូបភាពទាំង4ហ្នឹងមួយណាដែលវាត្រូវជាមួយនឹងន័យខាងលើចារូបភាពទី1យើងឃើញហើយបុរសម្នាក់នេះគាត់កំពុងតែហូបបាយចាផាពើលមកគួយសឹងនីដាអញ្ចឹងវាអត់ត្រូវជាមួយនឹងពាក្យនេះទេទី2រូបភាពទី2គឺជារូបភាពដែលត្រឹមត្រូវដោយសារនារីម្នាក់នេះគឺដៃម្ខាងរបស់គាត់កាន់វែកដៃម្ខាងរបស់គាត់បើកគម្របឆ្នាំងសម្លចាអញ្ចឹងចម្លើយទី1ត្រូវជាមួយរូបភាពទី2ចាយើងមកមើលបន្តទៅទៀតអត្ថន័យរបស់គេនៅក្នុងនេះគេដាក់ថាគង់ពូឬហាកុយសឹងនីដាចាគង់ពូឬហាកុយសឹងនីដាត្រូវនឹងចម្លើយទីប្រមាណសូមជ្រើសរើសទាំងអស់គ្នាចាគឺត្រូវនឹងចម្លើយទី4ចានេះយើងឃើញក្មេងស្រីម្នាក់នេះគឺគាត់កំពុងតែសរសេរថាណាដាចានេះពាក្យដែលគាត់សរសេររីឯរូបភាពទី3គឺជាបុរសម្នាក់នេះគឺគាត់កំពុងតែធ្វើការចាគាត់ចុចកុំព្យូទ័ររូបភាពទី2បុរសម្នាក់នេះគាត់កំពុងតែផឹកកាហ្វេឬបើមិនកាហ្វេក៏អាចជាតែដែរចារីឯរូបភាពទី1នារីម្នាក់នេះគឺគាត់កំពុងតែតថ្លៃទិញកាបូបហើយមកទៅចាឥឡូវយើងចូលមកដល់សំណួរទី3និងទី4ចាសំណួរទី3ទី4ហ្នឹងគេឲ្យយើងធ្វើម៉េចតើយើងមកមើលប្រយោគទាំងអស់គ្នាគេថាថើមជួនេះជួឈិនពូនេះបានលើមកចាំងcorrosivioចាគឺអត់ខុសប្លែកគ្នាជាមួយនឹងคลิปមុនដែរទេគេថាសូមជ្រើសរើសប្រយោគដែលត្រឹមត្រូវជាមួយនឹងពាក្យដែលគេគូបន្ទាត់នៅខាងក្រោមចាគូបន្ទាត់មកយើងដឹងហើយថា e នេះគឺជាពលវស័ព្ទប្រើជាមួយនាមដែលបញ្ចប់ដោយព្យញ្ជនៈចាអញ្ចឹងយើងមើលចម្លើយរបស់យើងទី1គេដាក់ Checky il pollo ចាអានសៀវភៅទី2 Muru Masoyo ចាផឹកទឹកមូលបកប្រែថាទឹកមកទៅអូនគឺផឹកទី3ឆនម៉ាអេហេយ៉ូចាឆនម៉ាអេហេយ៉ូទេទូរស័ព្ទ
ចាទី4 xin nguồn nến phải rồi ចាមើលកសែតចាអញ្ចឹងយើងមកមើលវេទនេះជាមួយនឹងបរិវារស័ព្ទទាំងអស់ហ្នឹងសិនចា Checky 읽어요 Checky 읽어요 នេះ읽어요 បកប្រែថាអានអញ្ចឹងអានឲ្យគេអានសភៅអញ្ចឹងសភៅនោះវារងអំពីយើងដែលជាអ្នកអានអញ្ចឹងកន្លែងនេះគឺជាចម្លើយដែលមិនត្រឹមត្រូវទេចាទី2 모를 마셔요 ចា 모를 마셔요 គឺជាចម្លើយដែលត្រឹមត្រូវព្រោះថា 모를 នេះយើងញ៉ាំទឹកអញ្ចឹងទឹកហ្នឹងគឺវារងអំពើដោយយើងជាអ្នកញ៉ាំហ្នឹងចាវាជាបរិវារស័ព្ទកម្មបត្តិចាកន្លែងនេះនាមបូកជាមួយនឹងបរិវារស័ព្ទកម្មបត្តិគឺចាំបាច់ត្រូវតែមានកិរិយាសព្ទហើយនាមបូកអ៊ីកាគឺបន្ទាប់មកយើងអត់អាចដាក់កិរិយាសព្ទបានទេចាទី4 전화해 해요 នេះក៏ជាចំអត់សំទោសទី3ចម្លើយដែលខុសអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺត្រូវនៅលេខ2ចាទី4ចាទី4 untung을 하요 ចាទី2 회사에 가요 ចាទី3 커피를 마시요 ចាទី4 텔레비전을 봐요 ចាអញ្ចឹងទាំងអស់គ្នាសាករបងជ្រើសរើសចម្លើយមកចម្លើយមួយណាដែលត្រឹមត្រូវចាចម្លើយដែលត្រឹមត្រូវគឺចម្លើយទី4ចា television을 봐요 television បកប្រែថាទូរទស្សន៍ 봐요 នេះគឺមកពីកិរិយាសព្ទ 보다 ដែលយើងបែកទៅជាទម្រង់ 아요 និង 어요 ប៉ុន្តែ 보다 ដោយសារតែវាបញ្ចប់ដោយស្រៈ o អញ្ចឹងហើយគឺយើងប្រើជាមួយស្រៈ a អញ្ចឹង 보다 ទៅ 봐요 ចា television을 봐요 ចារៀបចម្លើយទី1ខុសត្រង់ថា 하요 គឺកន្លែងនេះគេត្រូវបែក ha ទៅស្រៈទៅជា heyo ចា ខាយោដូចគ្នាខាយោកន្លែងនេះគឺគេបំបែកប៉ុន្តែគេអត់ចាំបាច់ដាក់ស្រៈ a ទេគឺគេលុបដាដាក់យោតែម្ដងចា copy를 마시요 កន្លែងនេះក៏ខុសដែរ 마시요 នេះគឺគេអត់ប្រើអញ្ចឹងទេដោយសារវាបញ្ចប់ដោយស្រៈ e អញ្ចឹងគឺប្រើជាមួយ oyo វាទៅជាសយោចាចម្លើយត្រឹមត្រូវគឺចម្លើយទី4ចាអរគុណទាំងអស់គ្នាសូមតាមដានវីដេអូបន្ទាប់